សួស្តីអ្នកទាំងអស់គ្នា welcome back អឺយើងងាកមកត្រឡប់សិក្សាបន្តទៀតអំពីសំណង់ប្រយោគឬក៏ clear ប្រយោគនៅក្នុងភាសាអង់គ្លេសខ្ញុំសូមចែករំលែកបន្តទៀតនៅ2-3 clear តាក់ទងជាមួយនឹងសំណង់ប្រយោគនេះណាហើយឥឡូវតោះទៅមើលសំណង់ប្រយោគទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងឃើញ clear ប្រយោគនេះឬក៏យើងហៅថាភាសាអង់គ្លេសថា sentence structure ដែលយើងឃើញនៅក្នុងនេះថា to lodge a complaint against somebody អ្នកទាំងអស់គ្នាឃើញពាក្យlodge ដែលខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមើល synphonity របស់ lodge នេះយើងអាចនេះជា synphonity សម្រាប់អានពាក្យថា lodge ណានេះជា synphonity បានវា lodge ដល់ពេលយកមកប្រើប្រាស់ទៅជា sentence structure មួយជាសំណង់ប្រយោគមួយអ្នកទាំងអស់គ្នាយើងអាចយក clear ហ្នឹងទៅប្រើប្រាស់នៅក្នុងការសរសេររបស់យើងណាដោយខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងថានៅពេលដែលយើងចេះសំណង់ប្រយោគច្រើនការសរសេរភាសាអង់គ្លេសរបស់យើងនឹងកាន់តែវិវត្តទៅរកផ្លូវការណាបានន័យថាធម្មតាយើង writing គឺយើងទាមទារឲ្យយើងចេះជា sentence structure នឹងបានច្រើនផងដែរឥឡូវថាតើពាក្យនឹងប្រែថាម៉េច clear ប្រយោគហ្នឹងនេះto lodge a complaint against somebody នេះយើងប្រែជាខ្មែរមកមានថាដាក់ពាក្យប្តឹងនរណាម្នាក់ដាក់ពាក្យប្តឹងនរណាម្នាក់អញ្ចឹងអ្នកទាំងអស់គ្នាបើសិនតែយើងប្រែទៅតាមពាក្យនីមួយគឺយើងប្រកាសជាវាមានន័យរប៉ាត់របាយអញ្ចឹងមកនៅពេលដែលគេភាសាអង់គ្លេសវាមាន clear ផងវាអញ្ចឹងយើងគួរតែរៀនអ្វីដែលថ្មីដែរនេះគឺជាការរៀបចំរបស់អ្នកប្រាជ្ញផ្នែកភាសាអង់គ្លេសរបស់គេដែលគេរៀបចំវិវត្តណាពីមួយឆ្នាំទៅមួយឆ្នាំផងគេគឺវាតែងតែមានការវិវត្ត contemporary word ផងគេណាឥឡូវខ្ញុំសូមជូនអ្នកទាំងអស់គ្នានៅ sentence structure នេះដែលប្រែខ្មែរយើងថាដាក់ពាក្យប្តឹងនរណាម្នាក់ឬក៏អ្នកទាំងអស់គ្នាមិនប្រើពាក្យថាដាក់យើងប្រើតែធ្វើក៏បានដែរ to lodge a complaint against somebody នេះយើងថាធ្វើពាក្យប្តឹងនឹងនរណាម្នាក់ខ្ញុំនឹងជូនឧទាហរណ៍ដល់អ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើ sentence structure នេះផ្សំជាមួយនឹងទៅជា sentence ជាប្រយោគឥឡូវនេះយើងអ្នកទាំងអស់គ្នាឃើញនេះមិនទាន់คล้ายជាប្រយោគទេណាវាគ្រាន់តែជា structure មួយប៉ុន្តែវាអត់ទាន់คล้ายទៅជាប្រយោគវាទាល់តែមាន subject យ៉ាងហោចណាស់មាន subject មួយ verb មួយដែរបានគេហៅថាជា sentence ជាប្រយោគណាដែលអ្នកទាំងអស់គ្នាភាគច្រើនឃើញsentence ពេញមានន័យថា subject verb and object ប៉ុន្តែនៅក្នុងភាសាអង់គ្លេសវាសំបីតែ one subject one verb ក៏ជា sentence ជាប្រយោគមួយដែរអូខេតោះខ្ញុំជូនអ្នកទាំងអស់គ្នាតែម្ដងឧទាហរណ៍ខ្ញុំលើការជាប្រយោគនេះមួយជូនអ្នកទាំងអស់គ្នាប្រយោគនេះមានន័យថាយ៉ាងមើលខ្ញុំសូមអានសិនshe lodged a complaint against former her boyfriends on scam អ្នកទាំងអស់គ្នានេះឃើញsentence structure យើងពីដំណា lodge ណា lodge a complaint against somebody មែនទេ somebody មែនទេអញ្ចឹងកន្លែងណាដែលជា somebody អ្នកទាំងអស់គ្នាគឺ boyfriend ណា boyfriend គឺជា somebody ឃើញជា somebody ទេប៉ុន្តែបើយើងគិតចាប់ពីនេះមកពី former her boyfriend គេចាត់ទុកថាវាជា somebody
ហើយណាតោះនេះយើងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនសង្កេតមើលទាំងកន្លែងណាដែល somebody ណាសំដៅទៅលើ person ទៅលើ people ទៅលើមនុស្សណាអញ្ចឹងឲ្យយើងចេះនេះទៅយើងអាចដាក់ទៅបានណាយកមកដាក់ទៅរៀបចំទៅជាបង្កើតទៅជា sentence យ៉ាងស្រួលអូខេហើយផ្សេងពីហ្នឹងអ្នកទាំងអស់គ្នាកុំផ្ដោតខ្លាំងពេកវាអ្វីដែលយើងចង់ផ្ដោតគឺឲ្យអ្នកទាំងអស់គ្នាយល់ស្វែងយល់អំពី structure sentence structure ណាថាកន្លែងណាពីកន្លែងណាទៅដល់កន្លែងណាជា sentence structure តោះនេះយកម្ដងទៀតនេះម្ដងទៀតអ្នកទាំងអស់គ្នា she lodged a complaint against from her boyfriend on scam មានន័យថាម៉េចជាខ្មែរយើងអ្នកទាំងអស់គ្នាខ្ញុំសូមបកប្រែជូន C នេះយើងប្រែថានាងណានាងដាក់ពាក្យអូខេចូលណាឃើញដាក់ពាក្យប្តឹងដាក់ពាក្យប្តឹងឃើញអ្នកទាំងអស់គ្នាយើងកុំផ្សំពាក្យអីច្រើនណាដាក់ពាក្យប្តឹងពីថាដាក់ពាក្យប្តឹងហ្នឹងគឺ lodge a complaint again តោះនេះយើងអ្នកទាំងអស់គ្នាដាក់ពាក្យប្តឹងឃើញទេដាក់ពាក្យប្តឹងនឹងនរណាម្នាក់យើងចូលមក somebody boyfriend អូខេ she lodged a complaint against from her boyfriend on scam មានន័យថានាងបានដាក់ពាក្យប្តឹងនឹង again នេះអ្នកទាំងនេះកំបែថាប្រឆាំងឯនេះវាជា structure ទាញមកពីនោះមកហើយយើងប្រថានឹងអូខេដាក់ពាក្យប្តឹងនាងបានដាក់ពាក្យប្តឹងនឹងអតីតអ្នកទាំងនេះប្រែអតីតនេះមុនណាបានស្ដាប់ទៅវាស្រួលណាកំប្រែថា boyfriend យើងឃើញអានេះយើងប្រែតាមលំដាប់ថា boyfriend មិត្តប្រុសមែនទេមិត្តប្រុសរបស់នាងអតីតអូបាក់ស្ដាប់បាទអញ្ចឹងយើងប្រែអតីតមុនអតីត former ជាអតីតណាអូខេម្ដងទៀតអ្នកទាំងអស់គ្នានាងបានបញ្ជាក់អតីតកាលនេះទៅបញ្ជាក់កាលនេះណានាងបានដាក់ពាក្យប្តឹងនឹងអតីតមិត្តប្រុសរបស់នាងណាលើពីបទឬក៏លើបទឆបោកគេ on scam លើបទឆបោក scam នេះជាលក្ខណៈបទឆបោករឿង money រឿងអីតាមអនឡាញអនអីណាគេប្រើពី scam ហ្នឹងដូច scammer បើទៅជា person scammer មានឋានៈបោកប្រាស់អ្នកឆបោកតាមអនឡាញពាក់ព័ន្ធជាមួយ money តោះនេះយ៉ាងអូខេឥឡូវចុងក្រោយខ្ញុំសូមបកប្រែចុងក្រោយនាងបានដាក់ពាក្យប្តឹងនឹងអតីតមិត្តប្រុសរបស់នាងលើបទឆបោកអូខេតោះ continue មួយទៀតខ្ញុំសូមជូន structure មួយទៀតពាក់ព័ន្ធជាមួយ lodge ដែរប៉ុន្តែវាមាននៃខុសពីខាងលើបន្តិចតោះនេះយ៉ាង to lodge a protest ណាទាំងអស់នេះ to lodge a protest about or with something កន្លែងនេះឃើញខ្ញុំប្រើជួបធ្នាក់ preposition មកផ្សេងគ្នាទៀតយើងអាចមានន័យថាយើងអាចប្រើថា to lodge a protest about something ក៏បានបើអ្នកទាំងអស់គ្នាមិនចង់ប្រើពាក្យថា about អ្នកទាំងអស់គ្នាប្រើវាទៅតោះនេះយ៉ាង to lodge a protest with something តោះនេះយើងយកប្រើណាមួយក៏បានដែរណាខ្ញុំដាក់អញ្ចឹងប្រើណាមួយក៏បានមានន័យថាsentence structure នឹងយើងប្រើជាមួយ about ក៏បានជាប់ជាមួយ about ក៏បានជាប់ជាមួយនឹង with ក៏បានដែរហើយពីខាងក្រោយវាមកគឺ something មកអូខេ to lodge a protest about with something មានន័យថាតវ៉ាអំពីអ្វីមួយឬក៏តវ៉ាជាមួយរឿងអ្វីមួយតោះនេះអ្នកនរគ្នាឃើញទេខាងលើ lodge ដែរអ្នកនរឃើញពាក្យ lodge អានេះក៏ lodge អានេះក៏ lodge ប៉ុន្តែខុសគ្នាណា structure ឃើញទេ structure ខុសគ្នាគឺមានន័យផ្សេងគ្នាតោះនេះអ្នកនរគ្នា to lodge a protest about something មានន័យថាតវ៉ា
តវ៉ាអំពីរឿងអ្វីមួយបើយើងប្រាប់ពីabout to lodge a protest with something តវ៉ាជាមួយនឹងរឿងអ្វីមួយអូខេតោះខ្ញុំសូមលើកឧទាហរណ៍រឿងឧទាហរណ៍នេះពាក់ព័ន្ធជាមួយព្រឹត្តិការណ៍យើងកន្លងមករវាងកម្ពុជានិងថៃនេះខ្ញុំសូមលើកយកព្រឹត្តិការណ៍នេះយកមកដាក់ជូនអ្នកទាំងអស់គ្នាមកចែករំលែកអ្នកទាំងអស់គ្នាលើ clear នេះតែម្ដងខ្ញុំសូមអាន clear នេះ Cambodia said it has launched an immediate protest with Thailand over the border dispute into regional and international communities, including ASEAN, UN, and ICJ, and so on. អ្នកទាំងគ្នាខ្ញុំសូមឲ្យអ្នកទាំងនេះចាប់អារម្មណ៍រឿង sentence structure មុននឹងឲ្យអ្នកទាំងគ្នាយល់អំពី clear ប្រយោគនឹងអត្ថន័យនៃ clear ប្រយោគនឹងវាយ៉ាងម៉េចណាប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងគ្នាចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងsentence structure មានសំណងប្រយោគ sentence structure ដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺចាប់ពីនេះ large ឃើញទេឃើញពាក្យនេះទេអូខេ large protest មែនទេ large protest with ណាឃើញ with something ហ៎ with something យើងកាន់ទុកនេះមករហូតជា something តើអត់ចឹងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានៅពេលដែលយើងចេះ structure យើងបកប្រែកសែតឬក៏អត្ថបទជារបាយការណ៍ណាមួយយើងបកប្រែទៅល្អតោះនេះយើងជា formal តែម្ដងនៅពេលដែលយើងចេះ structure ច្រើនណានឹងហើយយើងមិនបាច់ចាំផ្សំពាក្យអីច្រើនទេយើងដាក់ structure មកតែម្ដងអូខេហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាយើងឃើញពាក្យ lodge ឃើញ protest ហើយ with something ឃើញយើង calculate មួយឆាច់ជាងនឹង structure នេះយើងបកប្រែយ៉ាងមួយឆ្ងាញ់ឥឡូវខ្ញុំសូមបកប្រែជូនអ្នកទាំងអស់គ្នាណា Cambodia said it has launched an immediate protest with Thailand over the borders dispute into regional and international communities including ខ្ញុំប្រើពាក្យចុច2ឬក៏ពាក្យចុច2នេះមានន័យថាវាស្មើនឹងពាក្យថា including ស្មើពាក្យថា such as ស្មើពាក្យថា like អញ្ចឹងអ្នកទាំងអស់គ្នាប្រើណាមួយក៏បានដែរនៅក្នុងភាសាអង់គ្លេសនៅក្នុង grammar តាក់ទងជាមួយរឿង grammar នេះអញ្ចឹង clear ប្រយោគមួយគ្នានេះខ្ញុំបកប្រែសូមបកប្រែជូនអ្នកទាំងអស់គ្នាមានន័យថាកម្ពុជាបាននិយាយថានេះគឺ that ណាលុបចោលបាត់ទៅហើយនៅក្នុង grammar គឺត្រូវបានគេលុបចោលអូខេអញ្ចឹងអ្វីដែលខ្ញុំលើកយកនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់អំពី sentence structure ជាមួយខ្ញុំអូខេ Cambodia said កម្ពុជាបាននិយាយថា it has launched an immediate protest with Thailand over the borders disputes into regional and international community including ASEAN, UN and ICJs and so on មានន័យថាកម្ពុជាបាននិយាយថាវាហ្នឹងគឺជំនួសឲ្យជា pronoun ណាជាអូខេជំនួសឲ្យ Cambodia នេះអូខេកម្ពុជាបានន័យថាកម្ពុជាបាននិយាយថាវាបានតវ៉ាឃើញទេបានតវ៉ាភ្លាមគឺ immediate នេះភ្លាមណាភ្លាមបានតវ៉ាភ្លាមជាមួយនឹងថៃលើចំនួន over the border dispute នេះលើចំនួនព្រំដែនចូលទៅឬក៏คล้ายទៅជាคล้ายជាទៅជាសហគមន៍តំបន់មកទៅជាសហគមន៍តំបន់និងអន្តរជាតិសហគមន៍តំបន់ regional community នេះគឺសំដៅទៅលើអាស៊ានតំបន់អាស៊ានទាំងមូលដែលយើងឃើញហើយដែលមានម៉ាឡេស៊ីគឺជា mediator មួយជានេះមួយហើយរួមជាមួយនឹងសហរដ្ឋអាមេរិកជាមួយចិនជាមួយដៃគូផ្សេងទៀតណានៅក្នុងតំបន់ហ្នឹង
ប៉ុន្តែតំបន់នេះគឺសំដៅទៅលើអាស៊ានអន្តរជាតិ international community នេះគឺសំដៅទៅលើ UN ណាទៅលើ UN ព្រោះ UN ជា multi multilateralism មានចម្រុះប្រទេសរបស់សមាជិក UN ហ្នឹងណាសមាជិករបស់ UN យើងដឹងហើយថា193ហ្នឹងគឺសំដៅទៅនឹងសហគមន៍អន្តរជាតិហ្នឹងហើយ ICJ នេះក៏ជាផ្នែកមួយនៃ UN ដែរពាក្យថា and so on ជាដើមអ្នកទាំងអស់គ្នាចេះពាក្យហ្នឹងទៅ and so on ជាដើមណាអូខេអរគុណច្រើនអ្នកទាំងអស់គ្នាហើយខ្ញុំសូមចែករំលែកនៃ sentence structure ពីរនេះហើយនឹងជូនជាឧទាហរណ៍សម្រាប់អ្នកទាំងអស់គ្នាសង្ឃឹមថា structure ទាំងពីរនេះគឺជាផ្នែកមួយសម្រាប់អ្នកសិក្សារៀនសូត្រដែលចូលចិត្តរៀនភាសាអង់គ្លេសរបៀបសរសេរហើយតាមពិតទៅកន្លែងហ្នឹងពាក្យ structure ហ្នឹងក៏យើងអាចយកទៅនិយាយបានដែរមិនជាថ្មីទេហើយក៏យើងយកទៅសរសេរកាន់តែជា formal ទៀតបើសិនជាយើងអនុវត្តទៅតាម structure ភាសាអង់គ្លេសណានឹងកាន់តែពិសេសទៀតអរគុណច្រើនអ្នកទាំងអស់គ្នាខ្ញុំថាអ្នកទាំងអស់គ្នានឹងជួយ like ជួយ share នៅ subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូចែករំលែកនៅភាសាអង់គ្លេសនេះថ្មីថែមទៀតយើងនឹងសិក្សាអំពីពាក្យបច្ចេកទេសមួយចំនួនទៀតដែលមួយចំនួនទៀតដែលគេត្រូវបានគេប្រើយកមកប្រើប្រាស់នៅក្នុងបច្ចុប្បន្ននៅក្នុង government នៅក្នុងរដ្ឋាភិបាលឬក៏កិច្ចការរដ្ឋាភិបាលឬក៏នៅក្នុងសហគមន៍អន្តរជាតិក្តីឬក៏កិច្ចការងារផ្សេងណាសូមអរគុណច្រើនជួបគ្នានៅពេលក្រោយខ្ញុំនឹងធ្វើវីដេអូថ្មីទៀតជាលក្ខណៈ structure ឬក៏ជាពាក្យបច្ចេកទេសផ្សេងជូនអ្នកទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាទ